ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញតាក់ទងទៅនឹងការសម្អាតកន្លែងចំទងរបស់ខ្ញុំចាដោយបងប្អូនឃើញហើយអន្ទងនេះគឺជាអន្ទងស្រែដែលខ្ញុំប្រមូលទិញពីអ្នកដែលគាត់នេសាទនៅក្នុងសហគមន៍របស់ខ្ញុំចាអញ្ចឹងតាក់ទងទៅនឹងការសម្អាតកន្លែងចំទងនឹងដែរយើងត្រូវបហូរទឹកវាចេញឲ្យអស់ហើយដូចបងប្អូនឃើញហើយនេះជាកាកសំណល់ដែលនៅក្នុងតង់របស់យើងអញ្ចឹងនៅពេលដែលឃើញកាកសំណល់បែបនេះហើយយើងត្រូវលាងវាយកកាកសំណល់នឹងចេញធ្វើម៉េចយើងយកវាចេញឲ្យស្អាតនៅពេលដែលយើងយកកាកសំណល់នឹងចេញស្អាតអស់ហើយយើងចាប់ផ្ដើមបាញ់ទឹកចូលដែលការបាញ់ទឹកនេះដែរយើងបាញ់កាកសំណល់ដែលនៅក្នុងនឹងយើងបាញ់ស្លែដែលយើងដោះលាងហ្នឹងចេញឲ្យអស់មូលហេតុដែលខ្ញុំបាញ់សម្អាតលាងឲ្យស្អាតបែបនេះគឺដោយសារអន្ទង់វាជាប្រភេទសត្វមួយយ៉ាងដែលអាចថាវាពិបាកចិញ្ចឹមដោយសារវាជាប្រភេទសត្វដែលរស់នៅស្អាតត្រូវការទឹកស្អាតទើបវាមានសុខភាពល្អហើយវាឆាប់ធំចាអញ្ចឹងកាលណាដែលយើងសម្អាតវាស្អាតបែបនេះនៅពេលដែលយើងដាក់ចំណីឲ្យវាគឺទឹកអត់ងាយខូចទេចាយើងមិនពិបាកហត់នៅក្នុងការដូរទឹកជាប្រចាំថ្ងៃហ្នឹងទេនៅក្នុងការបាញ់ទឹកលាងកាកសំណល់លាងស្លែអីនៅក្នុងនឹងដែរខ្ញុំបាញ់ទឹកបដាទឹកបញ្ចូលបដាបញ្ចេញទឹកបដាហើយបន្ទាប់មកនៅពេលដែលទឹកនឹងស្អាតខ្ញុំចាប់ផ្ដើមបិទរមណីទឹកហើយខ្ញុំដាក់ទឹកតាមបរិមាណមួយល្មមស្មើទៅនឹងកន្លែងដែលខ្ញុំដាក់ចំណីឲ្យអន្ទង់នឹងដែរចាចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះ